លេខគ្នាប167មនាលភិក្ខុទាំងឡាយធម្មៈសមាទានមានសេចក្តីសុខក្នុងបច្ចុប្បន្នតែមានសេចក្តីទុក្ខជាវិបាកតទៅដូចម្ដេចមនាលភិក្ខុទាំងឡាយបុគ្គលពួកមួយក្នុងលោកនេះជាអ្នកសំលាប់សត្វទាំងសេចក្តីសុខទាំងសោមនស្សក៏រមែងបានសេចក្តីសុខនិងសោមនស្សព្រោះបាណាតិបាតជាបច្ច័យជាអ្នកកាន់យកទ្រព្យដែលគេមិនបានអោយដោយកាយឬវាចាទាំងសេចក្តីសុខទាំងសោមនស្សទំព័រ327ក៏រមែងបានសេចក្តីសុខនិងសោមនស្សព្រោះអតនីទានជាបច្ច័យជាអ្នកប្រព្រឹត្តខុសក្នុងកាមទាំងឡាយទាំងសេចក្តីសុខទាំងសោមនស្សក៏រមែងបានសេចក្តីសុខនិងសោមនស្សព្រោះកាមេសុមិច្ឆាចាជាបច្ច័យជាអ្នកពូលពាក្យកុហកទាំងសេចក្តីសុខទាំងសោមនស្សក៏រមែងបានសេចក្តីសុខនិងសោមនស្សព្រមមុសាវាទជាបច្ច័យជាអ្នកមានវាចាញុះញង់ទាំងសេចក្តីសុខទាំងសោមនស្សក៏រមែងបានសេចក្តីសុខនិងសោមនស្សព្រោះបេសនៈវាចាជាបច្ច័យជាអ្នកមានវាចាអាក្រក់ទាំងសេចក្តីសុខទាំងសោមនស្សក៏រមែងបានសេចក្តីសុខនិងសោមនស្សព្រោះផារុសៈវាចាជាបច្ច័យជាអ្នកពោលពាក្យឥតប្រយោជន៍ទាំងសេចក្តីសុខទាំងសោមនស្សក៏រមែងបានសេចក្តីសុខនិងសោមនស្សព្រោះសម្ភបលាបៈជាបច្ច័យជាអ្នកមានអភិជ្ជាច្រើនទាំងសេចក្តីសុខទាំងសោមនស្សក៏រមែងបានសេចក្តីសុខនិងសោមនស្សព្រោះអភិជ្ជាជាបច្ច័យជាអ្នកមានចិត្តព្យាបាទទាំងសេចក្តីសុខទាំងសោមនស្សទំព័រ328ក៏រមែងបានសេចក្តីសុខនិងសោមនស្សព្រោះព្យាបាទជាបច្ច័យជាអ្នកយល់ខុសទាំងសេចក្តីសុខទាំងសោមនស្សក៏រមែងបានសេចក្តីសុខនិងសោមនស្សព្រោះមិច្ឆាទិដ្ឋិជាបច្ច័យបុគ្គលនោះលោតទំលាយរាងកាយបន្ទាប់អំពីមរណៈទៅរមែងទៅកើតក្នុងអបាយទុគតិវិនិបាតនរៈមនាលភិក្ខុទាំងឡាយធម្មសមាទាននេះតថាគតហៅថាមានសេចក្តីសុខក្នុងបច្ចុប្បន្នតែមានសេចក្តីទុក្ខតែមានសេចក្តីទុក្ខជាវិបាកតទៅវត្តអណាឡងកតលេខ17សូមអនុមោទនា